បាទជំរាបសួរបងប្អូននេះតសក់ស្រូវខ្ចីបងប្អូនបាទតសក់ស្រូវ Polyvid បងប្អូនបាទក្រុមហ៊ុនជាតៃបងប្អូនបាទអញ្ចឹងបងប្អូនដែលមានតម្រូវការតសក់ស្រូវប្រភេទនេះអាចរកទិញបាននៅក្នុងเพจសួនកសិកម្មបូលីនិងដង្កៅជនបទហើយលក្ខណៈពិសេសរបស់តសក់ស្រូវប្រភេទនេះគឺមានការពេញនិយមដាំពីប្រជាកសិករមែនទែនបាទដោយសារតែគុណសម្បត្តិពិសេសទីមួយតទៅមកអត្រាដំណោះបាទវាស្ទើរតែដុះសឹងទាំងអស់បងប្អូនបាទហើយការដែលនិយាយបែបនេះគឺយោងទៅតាមបទពិសោធន៍កសិករដែលតែងតែមកទិញតែងតែទៅចែកគ្នាបងប្អូនបាទហើយតទៅមួយផ្លែគឺស្រួយបាទហើយបើសិនជាបងប្អូនយកទៅធ្វើជាគេហៅថាធ្វើជ្រក់ធ្វើអីហ្នឹងគឺស្រួយឆ្ងាញ់មែនតែនហើយតែទៅមួយទិន្នផលក៏បានច្រើនដែរធន់ជំងឺធន់អាកាសធាតុរឹតតែពិសេសហ្នឹងគឺតម្រូវការទីផ្សារល្អបាទដោយសារតែអ្នកទិញរកតែតសក់ស្រូវប្រភេទអញ្ចឹងព្រោះវាឆ្ងាញ់វាល្អអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនដែលកំពុងតែពិចារណាចង់ដាំនៅតសក់ស្រូវខ្ចីហើយមានគុណភាពល្អអាចធ្វើការពិចារណាមួយជាតៃមើលបងប្អូនបាទហើយអាចធ្វើការរកទិញបាននៅក្នុងเพจសួនកសិកម្មមូលីហើយនឹងដង្ខៅជនបទឆាតមកបងប្អូនបាទឆាតចូល Telegram ក៏បានឆាតចូលតាមเพจក៏បានយើងទៅចែកគ្នាបន្ថែមទៀតអញ្ចឹងបងប្អូនណាកន្លែងនៅត្រង់ចំណុចដែលមានភាពសពិចសពិលយើងអាចទៅចែកគ្នាបានមុនពេលសម្រាប់ចិត្តក្នុងការទិញព្រោះពីខាងសួនកសិកម្មបូលីនេះរាល់ការលក់របស់យើងខ្ញុំមិនមែនចេះតែលក់ឲ្យតែរួចបានតែលុយទេបាទអញ្ចឹងយើងអាចទៅចែកគ្នាពីការជ្រើសរើសពូជនេះល្អមិនពូជនោះមិនល្អមិនអានេះល្អត្រូវតម្រូវមកអាកាសធាតុបែបណានោះមិនបែបណាអញ្ចឹងយើងអាចទៅចែកគ្នាបានបងប្អូនបាទមិនមែនចេះតែជំរុញចេះតែឲ្យទិញឲ្យតែបានទេព្រោះយើងគិតទៅដល់ផលប្រយោជន៍របស់ប្រជាកសិករដែរបងប្អូនបាទព្រោះទំហំតរកលុយមកបានទិញហ្នឹងគឺគិតគូរសំចៃមែនតើអញ្ចឹងហើយខាងយើងខ្ញុំក៏ចង់ឲ្យប្រជាកសិករទទួលបានផលដែរចំណាយលុយហើយក៏ទទួលបានផលពីនឹងមកវិញដែរអញ្ចឹងបងប្អូនបាទអញ្ចឹងរាល់ការដាំដុះគឺសំខាន់ខ្លាំងណាស់សម្រាប់ការជ្រើសរើសនៅក្របពូជតែកាលណាចាប់ដើមទីជ្រើសរើសខុសគឺខុសហើយអញ្ចឹងបងប្អូនបាទអរគុណច្រើនបងប្អូនខ្ញុំមានប៉ុណ្ណឹងបងប្អូនណាមានតម្រូវការឆាតមកបានខលមកបានបាទអរគុណ